មិនខ្វះកសែភ្នែកជុំវិញខ្លួនអតីតតារាសម្ដែងពេជ្រច័ន្ទបរមីបណ្ដាស្វាមីយ៉ាងមានក្តីសុខចូលរួមបង្កការកូនប្រុសច័ន្ទតារាទីមិនខ្វះកសែភ្នែកអ្នកជុំវិញខ្លួនសម្លឹងជុំវិញខ្លួនអតីតតារាសម្ដែងពេជ្រច័ន្ទបរមីបានបញ្ចេញស្នាមញញឹមនិងបង្ហាញពីភាពរួសរាយរាក់ទាក់ទៅកាន់អ្នកជុំវិញខ្លួនខណៈពេលដែលបណ្ដាស្វាមីរបស់ខ្លួនចូលរួមពិធីបង្កការកូនប្រុសអ្នកនាងច័ន្ទតារាទីអតីតតារាសម្ដែងពេជ្រច័ន្ទបរមីកម្រនឹងបណ្ដាស្វាមីទៅចូលរួមពិធីពិសេសរបស់មិត្តសិល្បករណាតើបតែនៅថ្ងៃទី17ខែមករាឆ្នាំ2026នេះអតីតតារាសម្ដែងពេជ្រច័ន្ទបរមីបានដឹកដៃស្វាមីរបស់ខ្លួនគឺឯកឧត្តមកែវ វ៉ាន់ថនដែលជារដ្ឋលេខាធិការក្រសួងមហាផ្ទៃទៅចូលរួមពិធីបង្កការកូនប្រុសអ្នកស្រីច័ន្ទតារាទីដែលធ្វើឲ្យមានការផ្ទុះការចាប់អារម្មណ៍ជាច្រើនពីសំណាក់អ្នកចូលរួមត្បិតតែតារាសម្ដែងពេជ្រច័ន្ទបរមីបានបោះបង់សិល្បៈអស់រយៈពេលជាច្រើនឆ្នាំនិងរស់នៅយ៉ាងសាមញ្ញជាមួយស្វាមីប៉ុន្តែនិយាយពីរូបរាងនិងរូបសម្រស់វិញពេជ្រច័ន្ទបរមីនៅតែស្រស់ស្អាតមិនចាញ់កាលពីក្មេងឡើយជាក់ស្ដែងតាមរយៈរូបភាពដែលទស្សនិកជនបានឃើញស្រាប់នាងពិតជាពូកែថែរៀងនិងរូបសម្រស់ណាស់ចំណែកអ្នកស្រីច័ន្ទតារាទីវិញបានបង្ហាញនៅអារម្មណ៍ធម្មតាខណៈដែលអតីតស្វាមីរបស់ខ្លួនឯកឧត្តមកែវ វ៉ាន់ថនបណ្ដាគ្នាជាមួយនឹងពេជ្រច័ន្ទបរមីទៅចូលរួមពិធីបង្កការកូនប្រុសរបស់ខ្លួនទោះបីជាលែងលះគ្នាអស់ជាច្រើនឆ្នាំតែឯកឧត្តមកែវ វ៉ាន់ថននៅតែបំពេញតួនាទីជាឪពុកចូលរួមពិធីបង្កការកូនប្រុសនិងជូនពរកូនដោយស្នាមញញឹម